លោកមុំសុនងដូប្រធានគណៈបកសម្បុកឃ្មុំសង្គមប្រជាធិបតេយ្យព្រមទាំងថ្នាក់ដឹកនាំមួយចំនួនគណៈបកបានអញ្ជើញទៅសួរសុខទុក្ខនិងធ្វើការសំណេះសមាជាមួយសមាជិកសមាជិកាគណៈបកនិងប្រជាពលរដ្ឋនៅភូមិកំពង់ស្វាយឃុំកំពង់ស្វាយស្រុកគៀនស្វាយខេត្តកណ្ដាលខ្ញុំសូមឲ្យយើងបង្កើនស្មារតីនាំគ្នាពិចារណាគ្រប់គណៈបកទាំងអស់ខ្ញុំអត់ចូលចិត្តបខំអ្នកណារំខានអ្នកណាអត់សោះពីព្រោះអារឿងហ្នឹងមិនមែនរឿងមុំសរងដូទេគឺរឿងប្រជាពលរដ្ឋតាំងមកអាណត្តិរហូតដល់5អាណត្តិហើយយើងមានភពផលអីទេគេអ្នកមានគេមានមិនថាអត់ទេប៉ុន្តែកតបកិច្ចរបស់ខ្ញុំជាកូនខ្មែរខ្ញុំត្រូវជួយអ្នកដែលអត់មានអានឹងទៅវាបញ្ហាមិនចឹងយើងគ្រប់គ្រងប្រទេសជាតិយើងគ្រប់គ្រងកន្លែងណាដែលមានបញ្ហាមិនចឹងកន្លែងណាមិនមានបញ្ហាយើងមានគ្រប់គ្រងអីបិណ្ឌសប្ងៃគេគ្រប់គ្រងតែអ្នកណាដែលអត់បញ្ហាមានបញ្ហាគេអត់គ្រប់គ្រងទេយើងบอกដែរគេពំភ្លេចអានឹងឲ្យធ្វើខ្ញុំមួម៉ៅចឹងអាអ្នកនយោបាយធនរៀបស្រុកខ្មែរដែលយើងស្រុកស្គាល់ស្រាប់តែពួកបោកប្រាស់យើងបរតអាតាជាសអាមនរៀអាចហើយនឹងអាមនស្កោដើម្បីនឹងមិនច្បាស់ណាស់លោកធំហ៎ទៅផ្ទះវិញពិចារណាតំណាក់តំដងលោកជានាទីអញ្ជើញមកនៃលោកធំតុងយូរយើងជួបគ្នាម្ដងកូនចៅច្រើនពេកមិនដឹងណាធ្វើណាចឹងបានថាសូមចាប់ដៃមួយអរគុណច្រើនបានចូលរួមបង្រឹងគណៈបកសង្គមប្រជាតៃមើលមុខគាត់ទៅហើយយើងចាប់ដើមពីវនេះនៅឃុំរបស់យើងទាំងអស់ហ្នឹងបើអ្នកឯងថាខ្ញុំចង់ចូលដែរប៉ុន្តែខ្ញុំមិនចេះនិយាយអត់ចេះនិយាយចូលមកហើយយើងមិនបាច់និយាយទេខ្ញុំចង់ចូលដែរប៉ុន្តែខ្ញុំខ្លាចទុកឲ្យអ្នកមិនខ្លាចគេចេញជាមួយយើងខ្ញុំសុំតែមួយមុខទេត្រូវអ្នកឯងមានឧត្តមកតេជាតិសុំតែមួយមុខទេអារឿងនិយាយអ្នកណាក៏អាចនិយាយបានប៉ុន្តែគ្នាមិនទាន់យល់សាច់ការគាត់ជាអ្នករងគ្រោះដោយអ្នកនយោបាយមិនមានភាពស្បោះសរយើងចាញ់ទៅបោកគេគឺស្លន់ហ្មងមិនដឹងនិយាយអីថាត្រូវនិយាយអីមិននិយាយអីគឺយើងអត់ដឹងខ្លួនយល់ទេរឿងនេះប៉ុន្តែអ្នកឯងមានចិត្តស្នេហាជាតិពេលណាចូលរួមជាមួយអ្នកស្នេហាជាតិដែលគេនិយាយយើងស្ដាប់គេយើងយល់យើងចេះនិយាយជួនកាលយើងនិយាយល្អជាងគេទៀតយល់ទេកុំវាយតម្លៃទៀបមកខ្លួនយើងអានឹងខុសណាស់អានឹងហើយជាចំណុចខ្សោយជាទីបំផុតឲ្យយល់ថាហ្នឹងបើអ្នកណាថាខ្លាចនៅផ្ទះទៅស្ដាប់គេទៅខ្ញុំសុំមួយមុខទេឲ្យមានឧត្តមតែជាតិចូលរួមមកបើអ្នកណាប៉ះពាល់លោកឯងតិចថាអូខ្ញុំធ្វើទៅប៉ូលីសមកយាមផ្ទះខ្ញុំបើប៉ូលីសឃើញប៉ូលីសយាមផ្ទះយើងអុជធូបអបអរសាទរទៅថាអត់មានចោលណាមកព្រាត់យើងទៀតទេយល់ទេគាត់ណាប៉ូលីសមកយាមផ្ទះយើងភ័យមែនអាគេទាត់គេបោកមិនភ័យទេហិតតែស្បុតក្បាលចូលគេទៀតអាគេមកថែរក្សាសុខភាពរបស់យើងភ័យវាផ្ទុយទៅនឹងការប៉ັດយល់ទេលោកថោចូលរួមទាំងអស់គ្នាឃុំសកម្មដោយពេញហើយលោកកឹមសខានិងសំណាស៊ីប្តីប្រពន្ធគេនឹងកំពុងតែបាញ់បាក់គ្នាឃើញទេខ្ញុំនិយាយហើយនិយាយទៀតខ្ញុំនិយាយអត់ចេះខុសទេកាលណាគេរៀបអាពីពិពាហ៍ជាមួយគ្នាដោយសុទ្ធតែចិត្តគឺគេលួចទ្រព្យសម្បត្តិទាំងសងខាងមករួមគ្នាគេសុំតែមួយដុល្លារមិនអញ្ចឹងហ៎ហើយខ្ញុំឃើញតម្រុយដែលគេការគ្នានឹងគេមិនការគ្នាជួយកម្រិតទេណាបាក់ពួករៀបខ្លួនគេមកបោកជាបរដ្ឋយកលុយយកកាក់ជាបរដ្ឋទៅសង់ផ្ទះសម្រាប់ផ្សំតំណែងពីអ្នកគេប៉ុន្តែគឹមសខាគេទុកផ្ទះគេសំរាទីគេទុកផ្ទះគេនឹកគេថាថ្ងៃណាមិនត្រូវគ្នាហើយកេងប្រវាញ់អញកេងប្រវាញ់ហើយមិនទៅទៀតទេអញរត់មកហូបផ្ទះយើងរៀងខ្លួនឥឡូវឃើញទេលោកធំតិចទៀតដោះអាវអាសំព្រោះជាតិខ្មៅយកហ្នឹងណាអាសំព្រោះចោលហ្នឹងវាក្រាត់អាវវាយើងឃើញគណៈបកសំណាក់ស៊ីហើយនឹងគណៈបកសិនរូបចេញមកម្ដងទៀតហើយយល់ទេលោកធំ
លើខ្ញុំសូមសង្ខេប3ចំណុចដែលខ្ញុំឃើញជាចំណុចខ្សោយរបស់រាជរដ្ឋាភិបាលទី1គ្រឿងញៀនរឿងគ្រឿងញៀនហ្នឹងខ្ញុំនៅស្រុកប្រាំងស្គាល់តាំងពីគ្រឿងញៀនស្គាល់អាអ្នករងគ្រោះដោយគ្រឿងញៀនគឺវេទនាណាស់ហើយស្រុកខ្មែរស្រួលដោះស្រាយទេពីព្រោះខ្ញុំទុកចិត្តទៅអាជ្ញាធររបស់គណៈបកប្រជាជនហ្នឹងមកមូលហេតុអីយើងធ្វើអីក៏ដោយក៏អត់ទៅឆ្ងាយពីភ្នែករបស់គេទេធ្វើអីក៏គេដឹងដែរគឺខ្ញុំកោតសរសើរមូលហេតុអីពីព្រោះពួកអត់នឹងសិតតែទ្រាំខូចទាំងអស់គ្នាយល់ទេធ្លាប់ធ្វើចោលទាំងអស់គ្នាដូច្នេះខ្ញុំថាបើសិនអ្នកទាំងអស់នឹងផ្ដាច់តែចិត្តចង់បោះសម្បត្តិគ្រឿងញៀនគឺស្រួលជាទីបំផុតបើអ្នកទាំងអស់នឹងធ្វើភ្លើធ្វើមិនឃើញអានឹងយើងគ្រោះថ្នាក់យល់ទេលោកថោពីព្រោះរឿងគ្រឿងញៀននៅប្រទេសខ្មែរយើងគេធ្វើជាចំហមកចង់និយាយឲ្យហួតទីចោះបន្តិចទៀតទៅនឹងកោវត្តក៏គេលក់គ្រឿងញៀនដែរពីព្រោះនៅស្រុកខ្មែរនៅពេញហ្នឹងកន្លែងធំដែរលក់គ្រឿងញៀនហើយគេធ្វើមិនដឹងយើងទុកចិត្តគេបានទេលោកថោគ្រឿងញៀនហ្នឹងធ្វើឲ្យខ្ទេចខ្ទីប្រទេសជាតិមិនមែនទំពាំងស្នងឫស្សីទេទៅជាឫស្សីស្នងបាឡាយល់ទេលោកថោកុំច្រឡំណាអីណាទំពាំងស្នងឫស្សីខ្បោចយកសពថ្ងៃនេះគឺឫស្សីស្នងបាឡាគឺចុចចាក់ដោតប្រជាពលរដ្ឋហើយនឹងសង្គមយើងនឹងឲ្យខ្ទេចគឺគ្រឿងញៀនហ្នឹងហើយប៉ុន្តែបើសិនជារាជរដ្ឋាភិបាលមានការបដិញ្ញាចិត្តបោះសម្អាតមិនបាច់អីណាដាក់ទូរស័ព្ទថាបើអ្នកណាដឹងកន្លែងណាទូរស័ព្ទរបស់ខ្ញុំចាំខ្ញុំទៅចាប់ងាយឥឡូវបើអ្នកណាដឹងកន្លែងណាលក់គ្រឿងញៀនទូរស័ព្ទរបស់ខ្ញុំប្រាប់ទូរស័ព្ទឲ្យទៅទិញគ្រឿងញៀនយានឹងទៅល្អជាងណាលោកធំមិនទៅច្បាស់នៅលោកធំមិនទៅយល់ទេលោកធំនាងឯងអត់មានខ្សែគ្រឿងញៀនមែនបិទមិនយូរមិនឆាប់កូនចៅខ្សែគ្រឿងញៀនអានឹងបានយើងដឹងទុកវេទនាសពថ្ងៃនេះរឿងគ្រឿងញៀនណាធ្វើឲ្យខ្ទេចខ្ទីសង្គមខ្មែរមានមួយថ្ងៃនេះខ្ញុំភ្ញាក់ខ្លួនជួបសិស្សានុសិស្សក្មេងទេខ្ញុំជួបពីរឿងគ្រឿងញៀនដល់ចាញ់ដល់គេថាល្អមកកន្លែងខ្ញុំ30នាក់មាន28នាក់ខ្សែគ្រឿងញៀនពិចារណាមើលរឿងនេះហើយឲ្យតែរឿងអីតិចឲ្យម៉ែឪអប់រំកូនគេថាយុវជនយុវនារីសិស្សានុសិស្សប្រជាពលរដ្ឋមួយចំនួនដែលខ្សែគ្រឿងញៀនហ្នឹងដោយសារតែម៉ែឪមិនបានអប់រំឥឡូវលោកឯងក៏បន្ទង់ម៉ែឪយកម៉ែឪទៅចិញ្ចឹមម្លាយហើយលោកឯងមកអប់រំមកទៅក្បាលបាក់ថៅពីបន្ថៅទេឲ្យទាត់ខ្ញុំ10ជើងឥឡូវសិតតែអាកម៉ែអាកឪអាកកូនអាកទាំងអស់អានឹងនិយាយពីរឿងសកម្មភាពគ្រឿងញៀនចុះអាសវឹងឆ្លោះគ្នាបើកឡានបុកចេញខួរចេញខាងអត់មានអ្នកណាខុសត្រូវទេហើយអាសរងអាធានាជីវិតរបស់មនុស្សសត្វតកូនលោកធំធ្វើនៅក្នុងទីមកដល់សម្ដុតគេយើងចាច់អត់រួចទេបើខ្ញុំបើកគ្រូបេះដូងការពារលោកធំឯងហើយលោកធំឯងនៅតែកំសាគាត់តែផ្ដោតទុកចិត្តលោកឯងមិនហ៊ានទេអានឹងទៅតាមវាស្ដាររបស់ជីវរដ្ឋខ្មែរទៅគ្មានព្រះសម្ដេចគោដំណាងមកជួយលោកឯងបានទេយល់ទេហើយរឿងជលផលមួយទៀតជលផលសុខខ្មែរស្រួលរស់ចាញ់ណាខ្ញុំជឿចិត្តណាខ្ញុំដេកស្កប់មើលអាណាមើលគឹមសខានឹងសំរាស៊ីតើវាដោះស្រាយយ៉ាងម៉េចអត់មានដោះស្រាយអីទាំងអស់បលែងបឡំបោកតែជាបរិបទជលផលនឹងយ៉ាងម៉េចទេលោកធំយើងមានទន្លេសាបមួយណាបានចានៅក្នុងប្រវត្តិសាស្ត្រពិភពលោកគឺទន្លេមួយដែលសម្បូរត្រីច្រើនជាងគេក្នុងពិភពលោកឥឡូវនេះយើងមានត្រីទទួលទានទេអត់ទេត្រីឲ្យខ្លាំងមើលមានទេចាប់កុំផោមានបានសិតតែត្រីចិញ្ចឹមពីយួនមកទេអាត្រីរបស់យើងយួនយកអស់ហើយយួនចិញ្ចឹមត្រីដាក់ជាតិគីមីឲ្យយើងទទួលទានវិញអញ្ចឹងមិនត្រូវវេទនាណាហើយដោះស្រាយលោនេសាទអូចេះចុះប៉ុន្តែដោះស្រាយបញ្ហាលោនេសាទទៅបានណាត្រូវរាជរដ្ឋាភិបាលចុងសំណពរត្រូវដោះស្
ស្រាយអ្នកដែលនេសាទហ្នឹងមានខ្មែរប្រមាណមានយួនប្រមាណដោះស្រាយហ្នឹងសិនបាត់បើសិនជាយួនច្រើនជាងខ្មែរអ្វីដែលរាជរដ្ឋាភិបាលអនុវត្តហ្នឹងគឺមានប្រយោជន៍តាចំពោះយួនទេខ្មែរអត់មានទេកុំច្រឡំអីសោះមិនយល់ទៅលោកធំឃើញមកដល់លោកស្ងាត់ណាឥឡូវខ្ញុំចាប់ផ្ដើមនិយាយអំពីសេដ្ឋកិច្ចម្ដងដូច្នេះទាំងអស់នៅក្នុងគោលនយោបាយ27ប្រការមានទាំងអស់តាំងពីពួកខ្ទើយស្រឡាញ់គ្នាក៏មានដែរខ្ញុំធ្វើច្បាប់អានឹងគឺច្បាប់ធម្មជាតិណានាងយើងមិនដែលស្គាល់ថាខ្ទើយនឹងយ៉ាងម៉េចភេទទី3ពីកំណើតនឹងយ៉ាងម៉េចយើងគិតតែពីធ្វើទុកបុកម្នេញគេមើងងាយគេធ្វើបាបគេគ្នាមិនមែនចង់ខ្ទើយទេខ្ទើយក៏អាចថាយើងមិនពេញលក្ខណៈគេអាចចោទយើងចឹងវិញបានដែរមិនចឹងណាមិនចឹងហើយយើងថាយើងពេញលក្ខណៈថាអានោះវាមិនពេញលក្ខណៈមិនដឹងអាណាចោទអាណាទេហើយបែកគ្នាក៏អត់កើតអត់មានខុសអ្នកណាទេធម្មជាតិវាបង្កើតមកអញ្ចឹងដូច្នេះត្រូវមានច្បាប់ដើម្បីគោរពគ្នាបានបើយើងមិនធ្វើច្បាប់ទេអត់អាចគោរពគ្នាបានទេយល់ទេលោកធំហើយរឿងដីធ្លីមួយទៀតស្ដាប់ខ្ញុំដីធ្លីស្រួលជាទីបំផុតខ្ញុំនិយាយនេះគឺជំរាបទៅជាបរិបទមិននិយាយជំរាបទៅអ្នកឯកទេសពិសេសដើម្បីឲ្យយល់អ្វីដែលខ្ញុំចង់និយាយមិនមែនទេឥឡូវខ្ញុំសូមជំរាបយើងទាំងអស់គ្នាបានជ្រាបបើយើងមិនដែលធ្វើដំណើរចេញពីស្រុកខ្មែរទៅបរទេសខ្ញុំសូមជំរាបប្រទេសគេណាដីម្ដុំសិតមានដំណាំទាំងអស់ពីជើងភ្នំរហូតដល់កំពូលភ្នំកន្លែងណាក៏មានដំណាំដែរហើយមកស្រុកយើងនិយាយពីល្វឹងល្វាយអត់មានដាំអីទាំងអស់ធ្វើបាបជាបរិបទវាយតបហើយបើមានអ្នកស្នេហាជាតិណាតវ៉ាដាក់គុកសម្លាប់ចោលបង្កើតករណីពីនេះទៅនោះដើម្បីធ្វើបាបអ្នកស្នេហាជាតិឲ្យមកសងលោនៅបានទេណាលោកធំហើយលោកធំឯងទាំងអស់គ្នានៅអង្គុយជងកនឹងបានទេខ្ញុំសួរអត់បានទេអត់បានតែប៉ុណ្្នឹងតិចទៅដេកលក់បាត់ហើយយល់ទៅហើយមូលហេតុអីហើយយើងពិចារណារឿងដីទាំងអស់នេះមិននៅទំនេរមិនមែនរបស់ប្រជាពលរដ្ឋទេណារបស់អង្គញាក្រុមហ៊ុនគេដាក់ចោលពីពេញផ្ទៃប្រទេសវាទៅធ្វើបាបប្រជាពលរដ្ឋគេក្រទៅធ្វើបាបអ្នកស្នេហាជាតិទៅវិញត្រូវយើងពិចារណាហើយកុំចាប់កុំចាក់អ្វីដែលយើងអាចធ្វើបាននៅមានតែពេលវេលាមួយគត់គឺការបោះឆ្នោតហ្នឹងហើយបោះឆ្នោតជូនលោកតាសំណងដោទាំងអស់គ្នាអញចង់ថែមឲ្យតានឹង10000ទៀតហើយតាមមានប្រសាសន៍ហ្នឹងខ្ញុំមើលមកនិយាយខ្លះខ្ញុំបាទស្រឡាញ់លោកតាសំណងដោហើយបីទៀតលោកជាអ្នកអញ្ជើញទៅមុខគេរហូតអវសានជីវិតទុកឲ្យបងសំដោអាយុវែងបាទដើម្បីបង្កើនជីវរដ្ឋតទៅទៀតប្រជាពលរដ្ឋទាំងអស់គ្នាដើម្បីធ្វើខ្ញុំជីវរដ្ឋតទៅទៀតឲ្យធ្វើខ្ញុំមើលឲ្យធ្វើម្ចាស់ប្រជាពលរដ្ឋអរគុណច្រើនលោកតាអានឹងឲ្យយើងយល់ហើយដោះស្រាយស្រួលទេបើថ្នាក់ដឹកនាំយល់ច្បាស់អំពីបញ្ហាជាតិហើយយើងចង់បានខ្មែររួមគ្នាមិនមែនយើងនឹកថាចង់បានខ្មែររួមគ្នាខ្មែររត់បើរួមគ្នាទៅវត្តព្រោះទេវាមានហេតុផលហ្នឹងគឺភាពយុត្តិធម៌និងអយុត្តិធម៌ភាពរួមគ្នាទៅកើតតបជាបរិបទទាំងអស់មានអង្គច្រកឆ្នាំងណាលោកយាយយល់ទេយល់ដែរលោកតាលោកយាយទាំងអស់គ្នាយល់ហើយលោកតា3ចំណុចនឹងសំខាន់ណាស់គ្រឿងញៀនជលផលហើយនឹងដីធ្លីខ្ញុំមាន27ប្រការយល់ហើយហើយខ្ញុំមិនមែនចាប់ផ្ដើមធ្វើគណៈបកនឹងដើម្បីឃោសនាដើម្បីផ្ដល់អំណោយជូនជីវរដ្ឋមិនមែនទេអំណោយដែលខ្ញុំផ្ដល់ខ្ញុំមិនដែលគិតថាអ្នកនឹងប្រកាន់យកនានាការនយោបាយណាមួយខ្ញុំអត់គិតទេគិតតែអ្នកខេខខ្ញុំជួយឲ្យតែខ្មែរខេខខ្ញុំជួយបាត់ខ្ញុំជួយទៅតាមលុយកាក់ខ្ញុំនៅក្នុងកប៉ៅខ្ញុំដែរបាត់បើសិនជាខ្ញុំឈ្នះឆ្នោតមានការទុកចិត្តពីប្រជាពលរដ្ឋខ្ញុំខ្លាចទៅជានាយករដ្ឋមន្ត្រី
bờ nè na muối để cho một bàn chuối chê cho mà miền sắt chê nhiều miền sắt đánh nhiều miền sắt thẹ nhiều chừng vô đấy đúng không ở vô mà ọt ruồi và đó là mấy thằng chắc trong số chỉ tha nơi ní trong bọt phơi ở dương đang tha luôn mong thằng đôi tranh vi thằng cồn ra từ yên nơi sọc về ăn và ban năm hai ban nhà bạn ấy khác hai ban thừa ấy khác là mẹp chia vô đời miền ruột thọt ọt miền phô phụt ban chuối ấy khác ban thừa ấy khác hai châu mau sọc mai vinh ban chuối chiết ấy khác ban trong cua ấy khác nơi nương tầng hai nơi trên đây trong bọt phơi nương trong nai thôn thiên bọt nhung thôn thiên bọt nhung con miền trở này trong mình được mang hà trong thường dụ bài gì bàn tay trong pra nhà chất hạ trong thời đại lục đại thường dụ bài đi vô miền ta muôn để chia so biên muôn thì ai hay được muôn sao tại những thường luôn em đâu vô đấy đúng không à lấy nước trong miền côn đai bọt từ hơi nước rồi đón bản liên à lấy tầm bọt bông bàn mùi mơ này trong họ hạt lấy tầm bọt nhiều hay trong sập hơi muối nâng để trong bọt trong chầm nai pipon liền hai bữa pipon liên cất lùi bữa sân chỉ trong bọt mà liên sập hơi từ trong chầm nai hà sập mơn bị bộ anh ấy về cả lạc là hà sập mơn rồi là à lấy đứng trong sông chỉ yếp hỏi ban chiệp sập hơi nâng khi ông ăn nuôi nè trong chun mà nẹt môi hai bà to pi sập hơi nâng trong miền thạc pi thì tiệt thạc pi đi cứ sập em ấy sập em ao dương phải che thà lục mom sòng đô ao bay tại quan gì dưới ọt phong phun dương đi vô đời miền rú phiếp từng ca chui đọc xài rót bánh hà châu luôn thư ba cam tiêm tiền sẽ lấy phiếp nâng đọc xài hướng chi đô thư phiên thư lại tất miền này nông rú phiếp nâng tầm chạy sang đây khi ông ọt cho chân thì dây phía xa cho lên ở đây trong chun pi nâng tiếp bàn như đăng thả mong rằng đô chia con khai bất bà cót đưa mình bất bà cót vô nữa đó tập hơi đi kêu chun nhà muối bánh tay đau xa tại trong mình men ốc nhà hay trong có một ban cặp về chưa luôn thường nhiên trong miền bỏng non bọt tập hơi nâng mà liên tập hơi dùng mình miền lui đạp bay bọt bùm tập hơi nâng bật to tới tiết sẽ biết chun vì chưa bao mai xây tiết tại cái trong sport trong đài luôn vô nữa chắc sông ở phiêu niêu bởi vì bao dương miền bỏng non trong thơ bị phía kẹt tiền tách cả đôi chớn cả đôi mà sẽ rầy sông con chua nhom nằm sọc sai tam thì su chia cả tắp một cách là bóc nhom đại nhom sầm đai sạc đây on côn đằng côn đọt chia bọt đại con cầu nhom thời gian đến đây ông nhom miền sầm bát phiêu bóc bùng từ phần to lên tiền vô lên á nhà na đại châu luôn mà pon cái đôi pi pon cái đôi mà mơn cái đôi tam cả thía sôm đặt lối hay con chua nhom túc rung mình chi nơi không bẹt đông bọc nhom ngày na muối để trong khai để chia thì vô rất là trời nhom vô sập hơi đứng màu tuôn rồi vô đây là đào xa nẹp con tổ tụi con đừng ai bạn nhom miền trung chơi hay sầm mấy anh đôi sạch đây bạn na từ tam chăn tẹt nó bọc vô vào đó vô đấy là bạn chủ đây hay mình nẹp pi bữa sau chỉ dương miền dân mới ná mình nẹp pi chơi cho ổn mà vô nên là nam mà chui chạy nè chưa gió để nam điên làm chân chắc mà vô vào hơi trong sông phiêu niêu trong đất môi tiết sập khăn na bữa sáng chị dương miền thang mơ miền chập hơi mơ bữa nẹt chân khang dương miền bom non trong mưa đai trong đâm đai sông người ta ở quạt chạy mưa kho sông tập ở nơi nghề ná như đấy sông ở côn tẹt đai nuôi khẳng chạy ở nơi hai trăm nhóm chạy năm chu nuôi gì dùng ọt lên trên ná nuôi gì ná pi đẹp tới chui chân ở côn lục tạ ở côn chờ ta ở côn nào trôn cùng trôn chờ về ná cày ốc nuôi trôn mồm ba này cùng chèn chu là mồm ba này dùng khơi như cây cỏ cùng chèn chui đại buồn đẹp ơn mau
តាមជួនហ្នឹងខ្ញុំត្រឡប់មកដល់ទៀតហើយនិយាយលេងខ្លះទៅណានិយាយលេងខ្លះទៅអានេះថ្លៃឬនិយាយលេងផងនិយាយមែនផងអានេះខ្ញុំគេអត់ជួនទេបាទទៅចោះឈ្មោះហ្នឹងណាលោកទេណាចោះឈ្មោះលោកតាចោះឈ្មោះអានេះអត់មានលក់អីបើលោកតាមានសទ្ធាបើលោកអ៊ំមានសទ្ធាចូលទៅតាមសទ្ធាឲ្យកត់ឈ្មោះខ្ញុំនឹងផ្សព្វផ្សាយតាមវិទ្យុដើម្បីសម្ដែងសេចក្តីអរគុណដឹងគុណដល់ជាបរិបទដែលមានសទ្ធាចង់ជំរុញខ្ញុំឲ្យមានជោគជ័យហើយកុំភ្លេចណាលោកតាលោកឃុំដាក់គ្រប់គ្នាណាកុំរុញរាណាដាក់ទៅយើងមិនចេះនិយាយនៅផ្ទះទៅយើងខ្លាចនៅផ្ទះទៅទុកគេអ្នកចេះនិយាយគេធ្វើសុំតែមួយមុខទេឲ្យមានឧត្តមតេស្នេហាជាតិប៉ណ្ណឹងក៏គ្រាន់ណាទុកមកទាំងលោកកាប់ដៅឲ្យមើលណាយូរដែរយូរតាអូយសុំថើបមួយយ៉ាបាយតាបាទអរគុណច្រើនហើយនឹងកុំអាទៅតាមមកណាខ្ញុំយកនំប៉័ងមកជូនហើយនំប៉័ងហ្នឹងខ្ញុំធ្វើតាំងពីល្ងាចមកហើយមានសាច់អីនៅខាងក្នុងបាក់យ៉ុងមានបាក់យ៉ុងអូអរគុណច្រើនលោកប្រធានបាទខ្ញុំជឿដំក្បាលអូជឿយក10ទៅយក10 4 5 6 7 8 9 10អូខេហ្នឹងអត់អីចានេះទៅតាមទៅមើលហ្នឹងឈ្មោះអីសឿងយ៉ានសឿងនៅភូមិព្រែកចាឃុំកំពស់ស្រុកវាអែមហារាជាមួយ10000រៀលលោកកំណាងក៏ចង់មានបងចឹងលោកកំណាងនិយាយចាស់ជើញខ្ញុំបាទឈ្មោះកំណាងអត់លាក់ឈ្មោះអត់លាក់តកូលបាទស្គាល់ខ្ញុំមកបងប្អូនមើលហើយខំណានបាទមិនលាក់ឈ្មោះមិនលាក់តកូលស្រុកកំណើតនៅព្រៃវែងស្រុកស្វាយតើភូមិទឹកថ្លាភូមិព្រៃផ្លៅខំគឺតាភុនគឺឪពុកខ្ញុំមកកូនខ្ញុំគឺតកូលខំទាំងអស់ណាខ្ញុំប្រាប់បងប្អូនមិនលាក់ឈ្មោះមិនលាក់តកូលមើលមកឲ្យហើយអញ្ចឹងទេខ្ញុំបាទសូមជម្រាបសួរលោកប្រធានជាទីគោរពនិងសូមគោរពបងចាបសំអឿនសូមគោរពគណៈកម្មការប្រតិបត្តិខេត្តនិងថ្នាក់ជាតិនិងប្រតិបត្តិស្រុកប្រតិបត្តិធំទាំងមូលជាទីគោរពនិងខ្ញុំបាទសូមគោរពបងប្អូនសកម្មជនឬមិនសកម្មជនក៏ដោយក៏គោរពជាទីគោរពនិងបងប្អូននៅតាមមូលដ្ឋានជាទីគោរពខ្ញុំបាទថ្ងៃនេះខ្ញុំចង់និយាយអំពីបញ្ហាប្រទេសជាតិយើងដើម្បីយើងដោះស្រាយនិងស្វែងយល់យើងស្វែងយល់អំពីបញ្ហានយោបាយអានឹងគំនិតទស្សនៈខ្ញុំម្នាក់ឯងទេណាបងប្អូនបើខ្ញុំនិយាយខុសបងប្អូនក៏វត្តចោលបើខ្ញុំនិយាយត្រូវបងប្អូនរើសទុកសំណួរទី1ខ្ញុំសួរថាតើគំនិតណាគំនិតនឹងខួរក្បាលយើងហ្នឹងហើយនឹងគោលនយោបាយតើពីណាដើរទៅមុននឹងសំណួរទី1តើពីណាដើរទៅមុនសួរប្រជាពលរដ្ឋទាំងអស់ឲ្យតែវត្ថុសម្បុកឃ្មុំលឺដល់ណាហើយប្រភពទាំងអស់គ្នាសួរថាតើគំនិតនឹងខួរក្បាលគំនិតនឹងខួរក្បាលវាជាមួយគ្នាហើយនឹងគោលនយោបាយសួរថាតើពីណាដើរមុនសួរប៉ុណ្ណឹងពីណាដើរមុនហើយបើទាហោគំនិតមានហើយណាគំនិតមានហើយនឹងគោលនយោបាយបើយើងយកគោលនយោបាយទៅបើទាហោបកកឈ្នះឆ្នោតបើគំនិតមិនទៅធ្វើអានោះវាទៅរួចទេសំខាន់ជាងគេគឺខួរក្បាលនិងគំនិតមនសិការណាដឹកនាំប្រទេសជាតិហេតុហ្នឹងហើយដែលខ្ញុំមកទ្រាំទ្រគណៈបកសបុកឃ្មុំសង្គមប្រជាធិបតេយ្យដោយសារខ្ញុំមើលឃើញលោកប្រធានហ៊ានលះបង់អ្វីទាំងអស់ណាហ៊ានលះបង់ឥឡូវខ្ញុំទាហោចាក់ស្ដែងណាគោលនយោបាយពីអាណត្តិមុនគណៈបកប្រជាជនក៏មាន11ចំណុចគណៈបកសង្គ្រោះជាតិមាន7ចំណុចតែខ្ញុំលើក2ចំណុចមកនិយាយខ្ញុំធ្លាប់និយាយហើយក៏ប៉ុន្តែខ្ញុំចង់និយាយឲ្យបងប្អូនជ្រាបឲ្យបានច្បាស់ចំណុចទី1នោះពីរឿងព្រំដែនហើយនឹងជួនអន្តោប្រវេសន៍គណៈបកប្រជាជនក៏មាន
គណៈបកសង្គ្រោះជាតិក៏មានហើយគាត់ចូលក្នុងសភាជាមួយគ្នាហើយកើតជារដ្ឋាភិបាលតើឥឡូវហ្នឹងថ្មីហ្នឹងតើគាត់អនុវត្តអត់ណាយើងឃើញជាក់ស្ដែងគាត់ធ្វើអត់មកធ្វើអាដែងកោចបឡើងកញ្ចាស់ហ្នឹងណាបងប្អូនយកពភាកទាំងអស់គ្នាអាការគិតខ្ញុំថាខ្លួនខ្ញុំបកែខ្ញុំមិនមែនបកែទេគឺខ្ញុំតាមគិតអ្នកនយោបាយតាមអ្នកនយោបាយដើម្បីកុំឲ្យប្រជាពលរដ្ឋចាញ់បោកអ្នកនយោបាយការនិយាយវាស្រួលណាស់ការនិយាយពីណាក៏និយាយបាននិយាយគឺវាស្រួលប៉ុន្តែអាការធ្វើនឹងកំណត់ជាក់ស្ដែងតឡើងទៅការអំណាចប្រជាពលរដ្ឋទៅចាំទៅឲ្យតែប្រជាពលរដ្ឋចេះការអំណាច5ឆ្នាំអ្នកឯងធ្វើការបោះឆ្នោតទម្លាក់ទៅគ្មានចេះខុសលោកធានមុំសំងដូចឹងដែរបើគាត់ឡើងការអំណាចយើងមើលគាត់27ប្រការហ្នឹងតើគាត់ធ្វើអត់បើមិនធ្វើនាំគ្នាបោះឆ្នោតទម្លាក់ទៅតាមអាណត្តិវាចប់ហើយបើយើងមិនចេះតាមដានអ្នកនយោបាយឲ្យបោកត្រឡប់ត្រឡិនបាយបិណ្ឌជាបាយបាត់អានឹងបងប្អូនឯងងាប់ទាំងបងប្អូនងាប់ទាំងខ្ញុំងាប់ទាំងប្រទេសជាតិហ្នឹងមិនចឹងទេខ្ញុំសូមគោរពជូនពរបងប្អូនសកម្មជននិងថ្នាក់ជាតិថ្នាក់ខេត្តឲ្យបានសុវត្ថិភាពតាមផ្លូវហើយនឹងជោគជ័យជាដរាបជ័យយោគណៈបកស្បុកមុំសង្គមប្រជាធិបតេយ្យខ្ញុំបាទឈ្មោះជាណាមកពីស្រុកលវាអែបាទថ្ងៃនេះមកមានបំណងមកចូលរួមជាមួយបងប្អូនសកម្មជនទាំងអស់ក៏ដូចជាលោកប្រធានមុំត្រង់ដូជាដំបងសូមគោរពលោកយាយលោកតាលោកបងប្អូនទាំងអស់ដែលមានវត្តមានទីនេះក្តីនៅគេហដ្ឋានទូទាំងប្រជាណាចក្រក្តីបាទខ្ញុំបាទជាណាហើយក្រៅថាតាណាល់លវាអែបាទជាដំបងខ្ញុំសូមគោរពលោកប្រធានមុំត្រង់ដូប្រធានគណៈបកសម្បុកមុំសង្គមប្រជាធិបតេយ្យជាទីគោរពសូមគោរពអស់លោកមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ជាទីគោរពជាទីរាប់អានដល់ពងពោះហើយក៏សូមគោរពអាជ្ញាធរដែនដីមូលដ្ឋានគុំកំពង់ស្វាយស្រុកគៀនស្វាយជាទីគោរពទាំងអស់បាទខ្ញុំបានមកនេះក៏គ្មានជាមតិអីវែងឆ្ងាយដែរទេប៉ុន្តែចង់សូមកំណាព្យមួយបុត្រក្រុមចំណងជើងថាខ្មែរអើយក្រោកឡើងរួបរวมគ្នាប៉ុន្តែមុននឹងសូមកំណាព្យខ្ញុំបានសូមមានមតិខ្លះខ្ញុំមកព្រឹកមិញក៏លេចឃើញផ្លាកមួយផ្លាកគេកាន់ដៃនេះគេកាន់ដៃពីរជួងគ្នាប៉ុន្តែគេកាន់ដៃគឺថាសំរងស៊ីនិងគឹមសខាប៉ុន្តែខ្ញុំមានចម្ងល់ថាគេកាន់ដៃគ្នាទាំងពីរប៉ុន្តែម្នាក់នៅក្រៅម្នាក់នៅក្នុងហើយខ្ញុំឆ្ងល់ចឹងទៀតដល់បងប្អូនឆ្ងល់ដល់ខ្ញុំដែរទេបងឆ្ងល់ដែរទេបើថាឆ្ងល់ដល់ខ្ញុំតែដៃមួយបាទប៉ុន្តែខ្ញុំឆ្ងល់ថាគេកាន់ដៃគ្នាប៉ុន្តែម្នាក់ស្រាប់តែនៅក្រៅប្រទេសម្នាក់នៅក្នុងប្រទេសខ្ញុំឆ្ងល់កន្លែងហ្នឹងដែរបើខ្ញុំមិនមែនអ្នកនយោបាយណៅភីអីទេខ្ញុំជាអ្នកប្រជាកសិករទេប៉ុន្តែមានមតិប្រជាពលរដ្ឋនឹងតិចតួចក្នុងមតិប្រជាពលរដ្ឋដោយចុចមិនចូលកុំឲ្យពេលវេលាខ្លីខ្ញុំបាទជាណាលវាអាមសូមសូត្រកំណាព្យមួយបទក្រុមចំណងជើងថាខ្មែរអើយក្រោកឡើងរួបរวมគ្នាប៉ុន្តែខ្ញុំសូមបញ្ជាក់នៃរួបរวมគ្នាបន្តិចនៃរួបរวมគ្នាមិនមែនរួបរวมគ្នាទៅប្រគ្រប់កិច្ចឲ្យគេមានអំណាចវាយក្បាលប្រជាពលរដ្ឋទេមិនមែនរួបរวมគ្នាទៅបំផ្លិចបំផ្លាញជាតិទេគឺរួបរวมគ្នាដើម្បីជាតិដើម្បីសាសនាដើម្បីបូរណភាពទឹកដីដើម្បីពូជសាសន៍ខ្មែរអនាគតកូនចៅខ្មែរទៅជំនាន់ក្រោយតទៅទៀតជ័យយោលោកប្រធានមុំស្នងដូបអតីតប្រធានសមាគមអ្នកប្រជាធិបតេយ្យឥឡូវនេះគឺលោកជាប្រធានគណៈបកសម្បុកមុំសង្គមប្រជាធិបតេយ្យទីគោរពជ័យយោបាទកុំឲ្យខាត់ពេលវេលាខ្ញុំសូមសូត្រកំណាព្យដូចតទៅខ្មែរអើយក្រោកឡើងរួបរวมគ្នាកុំនៅរេរានាំខកខានពេលវេលាខ្មែរនៅមិនយូរប៉ុន្មានខ្មែរត្រូវតែភ្ញាក់ប្រាំឲ្យបានរហ័សប្រយ័ត្នក្រុមយួនពួនសងំរឿងតូចខ្លាចជាធំធ្វើឲ្យខ្មែររងគ្រោះដោយកម្ពុជាក្រោមកោះត្រល់ទើបខ្មែរថាអូជ្រុលហួសប្រយ័ត្នជ្រុលជ្រោះដល់កម្ពុជាកណ្ដាលអាម្ដុំនេះនៅមកបន្តិចនេះបាទដំណោះស្រាយខ្មែរមានតែមួយគឺត្រូវតែជួយចូលរួមកម្លាំងគណៈបកសម្បុកឃុំសង្គមប្រជាធិបតេយ្យមានលោកប្រធានមុំស្នងដូឲ្យបានខ្លាំងនេះគឺជាកម្លាំងឈ្នះសត្រូវចិត្តខាងបាទអរគុណច្រើនបាទតែប៉ុណ្ណឹងបានហើយខ្ញុំមានតែប៉ុណ្ណឹងអរគុណច្រើនលោកប្រធានបាទលោកផាន់ផនក៏បានមានលោកផាន់ផននិយាយទៀតខ្ញុំបាទឈ្មោះផាន់ផនជាប្រធានបរិបត្តិខេត្តកណ្ដាលនៃគណៈបកសម្បុកឃុំសង្គមប្រជាធិបតេយ្យជាបឋមខ្ញុំសូមគោរពលោកប្រធានមុំសំណងដូជាទីគោរពនិងសូមគោរពលោកអគ្គលេខាធិការនិងអគ្គលេខាធិការរងនិងលោកចាបសំអឿនជាមន្ត្រីជាន់ខ្ពស់ជាពិសេសខ្ញុំសូមគោរពអ្នកស្រីហួនផាតរីជំនួយការលោកប្រធានផ្ទាល់និងគោរព
អស់លោកថ្នាក់ស្រុកនិងថ្នាក់ខេត្តខ្ញុំសូមវេកញែកអំពីគោលនយោបាយខ្លះសខេតតាំងពីអាណត្តិ1993ខ្ញុំបានចូលប្រឡូកក្នុងនយោបាយរហូតមិនដែលខកខានទេជាពិសេសតាំងពីឆ្នាំ1980ខ្ញុំរត់ទៅនៅថៃដោយសារស្អីដោយសារខ្ញុំសពរបបកុម្មុយនីសបានជាខ្ញុំភៀសខ្លួនចេញពេលដែលខ្ញុំត្រឡប់មកវិញក៏ខ្ញុំគ្មានចូលគណៈបកនយោបាយណាដែរព្រោះខ្ញុំជាគ្រូពេទ្យខ្ញុំបានទៅសិក្សានៅប្រទេសចិនទៅប្រទេសថៃដូច្នេះស្គាល់អស់នយោបាយអ្នកដឹកនាំថ្នាក់ដឹកនាំណាក៏ខ្ញុំស្គាល់ដែរដោយសារខ្ញុំអត់ចូលប្រឡូកទេតែក្រោយមកខ្ញុំបានតាមដានពិនិត្យលោកប្រធានមុំសុនដូតាំងពីឆ្នាំ2010រហូតមកដល់សប្តាហ៍នេះគឺគោលនយោបាយរបស់លោកល្អត្រឹមត្រូវគឺលោកជាអ្នកស្នេហាជាតិពិតប្រាកដហើយគាត់មានចិត្តមនុស្សធម៌ដោយគាត់គិតឃើញថាប្រជារាស្ត្រខ្មែរក៏ជាខ្មែរដូចគាត់ដែរហើយខ្លួនខ្ញុំផ្ទាល់ក៏ខ្មែរដែរខ្ញុំទៅដល់ទីណាក្តីក៏ខ្ញុំនៅតែខ្មែរដដែលខ្ញុំនៅតែស្រឡាញ់ទឹកដីរបស់ខ្ញុំដដែលជាពិសេសខ្ញុំនៅជិតព្រំដែនវៀតណាមព្រំដែនវៀតណាមឥឡូវទៅជាតំបន់សហើយលោកយាយទៅជាតំបន់សអស់ហើយបន្តិចទៀតគេកាត់យកតាំងពីស្អាងទៅហើយណាបើយើងមិនខំទាំងអស់គ្នាទេមិនតែត្រឹមស្អាងរហូតដល់ភ្នំពេញបើគេដាក់ហើយអាងយ៉ាងខេត្តអាងយ៉ាងលោកយាយដឹងហើយអាងយ៉ាងដូច្នេះខ្ញុំសូមអពាវនាវដល់ប្រជាពលរដ្ឋនិងសកម្មជនរបស់យើងទាំងអស់នៅក្នុងខេត្តកណ្ដាលទាំងមូលហ្នឹងពង្រឹងសកម្មជននៅក្នុងឃុំសម្រាប់2017នេះឲ្យបានគ្រប់គ្នាហើយសូមបងប្អូនកុំខ្លាចសកម្មជនរបស់យើងថ្នាក់ស្រុកក៏ដោយថ្នាក់ឃុំក៏ដោយគឺយើងត្រូវតែពុះពៀគ្រប់ឧបសគ្គទាំងអស់ពន្យល់ណែនាំគាត់អំពីគោលនយោបាយរបស់គណៈបកសម្បុកឃុំសង្គមប្រជាធិបតេយ្យទៅអនាគតតើយើងត្រូវធ្វើយ៉ាងម៉េចមានតែគណៈបកសម្បុកឃុំសង្គមប្រជាធិបតេយ្យទេដែលអាចជួយស្រោចស្រង់បងប្អូនទាំងអស់ឲ្យរួចពីក្រញាំមរណៈឲ្យរួចពីរណ្ដៅមរណៈមិនមែនដូចគណៈបកផ្សេងវាយតម្លៃលោកប្រធានថាដើរចែកណោយយកស្លឹកសោតមិនមែនទេយល់នឹងយល់ខុសហើយគណៈបកមួយចំនួនក៏ចឹងដែរដើរយកលុយពីសកម្មជនខ្ញុំដឹងទាំងអស់អ្នកណាចូលសមាជិករបស់វាទៅបងលុយដាច់ខាតដើម្បីយកលុយហ្នឹងទៅធ្វើបាក់ដើម្បីទៅទិញឡានល្អដើម្បីទៅទិញចកាអាមេរិកសូមលោកអង្គយល់ឲ្យច្បាស់ឃើញទេគេធ្វើគណៈបកដើម្បីបោកប្រជាពលរដ្ឋដើម្បីបោកខ្មែរបោកសកម្មជនយកលុយទៅទិញចកាអាមេរិកជេរប្រជាពលរដ្ឋណាសិស្សប្រជាពលរដ្ឋអាល្ងងអាថោកទៀតម្យ៉ាងទៀតវាជេរដល់លោកសង្ឃទៀតណាសតអាចោថងយាមអាចោអីអានេះខ្ញុំបង្ហាញពីពួកគណៈបកមួយចំនួនទេតែចំពោះលោកប្រធានគឺលោកមានឆន្ទៈស្នេហាជាតិពិតប្រាកដប្រជាពលរដ្ឋខ្វះខាតគឺលោកតែងតែជួយជាញឹកញាប់ដូចតែខ្ញុំបដិញ្ញាចិត្តរបស់ខ្ញុំដើរតាមលោកប្រធានមុំសង្ដងមកលុះត្រានអវសាននៃជីវិតរបស់ខ្ញុំជាបឋមខ្ញុំសូមផ្ដាំផ្ញើឲ្យផ្ដាំផ្ញើទៀតដល់បងប្អូនទាំងអស់សកម្មជនរបស់យើងថ្នាក់ឃុំយើងត្រូវតែពុះពៀធ្វើយ៉ាងម៉េចបំពេញសំណុំបែបបទទាំងអស់ឲ្យគ្រប់ក្រុមឃុំទាំងអស់កុំខ្លាចជាបឋមខ្ញុំសូមគោរពជូនពរដល់លោកប្រធានមុំសង្ឃដូឲ្យមានអាយុយឺតយូរនិងមានកម្លាំងពលំដឹកនាំយើងខ្ញុំទាំងអស់គ្នាទៅកាន់សេចក្តីថ្លៃថ្នូរនិងឲ្យមានសិទ្ធិសេរីភាពដូចប្រទេសគេដទៃអញ្ចឹងដែរសូមអរគុណខ្ញុំបាទសូមគោរពអង្គប្រជុំទាំងមូលនិងសូមគោរពបងប្អូនប្រជាពលរដ្ឋទាំងអស់ដូច្នេះខ្ញុំបាទសូមគោរពលោកអ៊ំប្រធានមុំសង្ឃដូនិងសូមគោរពបងប្អូនប្រតិបត្តិគណៈកម្មាធិការប្រតិបត្តិក្នុងខេត្តកណ្ដាលទាំងមូលនិងសូមគោរពបងប្អូនសកម្មជនដែលគ្រប់គ្រងគណៈបកសម្បុកឃុំសង្គមប្រជាធិបតេយ្យទាំងអស់ដែលបានចូលរួមក្នុងអង្គប្រជុំថ្ងៃនេះខ្ញុំឡើងមកក្នុងវេទិកានេះដើម្បីបញ្ជាក់ជូន
គឺបំណងដើម្បីការផ្លាស់ប្ដូរពិតប្រាកដដែលប្រជាពលរដ្ឋខ្មែរទាំងអស់ត្រូវទទួលបាននៅការបោះឆ្នោតនៅខាងមុខនេះហើយដូច្នេះខ្ញុំក៏ចង់មកនេះដើម្បីចង់បំភ្លឺពីបញ្ហានយោបាយបាទនយោបាយគឺនយោបាយប្រជាពលរដ្ឋខ្មែរទាំងអស់ហ្នឹងគឺដើម្បីការផ្លាស់ប្ដូរឋានៈដឹកនាំពិតប្រាកដដែលជាតំណាងរបស់ប្រជាពលរដ្ឋទូទាំងប្រទេសដូច្នេះខ្ញុំបានឡើងមកថ្ងៃនេះខ្ញុំបានធ្លាប់មានការបិសោធន៍ក្នុងនយោបាយគឺបានចូលរួមនៅក្នុងនយោបាយដែលកន្លងមកនេះគឺខ្ញុំបានទទួលការរងគ្រោះដោយប្រជាពលរដ្ឋទាំងអស់និងសកម្មជនដែលគាំទ្រសម្បុកឃុំសង្គមប្រជាធិបតេយ្យនេះក៏សុទ្ធតែអ្នករងគ្រោះទាំងអស់គ្នារួមទាំងខ្ញុំរួមទាំងគ្រួសារខ្ញុំរួមទាំងកូនប្រពន្ធរបស់ខ្ញុំដែរដូច្នេះថ្ងៃនេះដើម្បីការផ្លាស់ប្ដូរពិតប្រាកដខ្ញុំចង់បញ្ជាក់ជូនថាខ្ញុំមិនចង់ឲ្យបងប្អូនចាញ់បោកអ្នកនយោបាយតទៅទៀតណាព្រោះកន្លងមកយើងចំណាយពេលវេលាហ្នឹងវាខកខាន5អាណត្តិកន្លងមកហើយដែលយើងត្រូវរងគ្រោះចាញ់បោកអ្នកនយោបាយដូច្នេះជំរឿសចុងក្រោយនៅការបោះឆ្នោតជ្រើសរើសតំណាងឃុំសង្កាត់នៅខាងមុខនេះដែលពេលនេះគណៈបកសម្បុកឃុំសង្គមប្រជាធិបតេយ្យក៏បានតាំងចិត្តដើម្បីប្រកួតប្រជែងជាមួយនឹងគណៈបកដែលគេធ្លាប់មានកន្លងមកដូច្នេះថ្ងៃនេះខ្ញុំចង់បញ្ជាក់ជូនថាខ្ញុំធ្លាប់រួមនៅក្នុងសង្គ្រោះជាតិដូច្នេះខ្ញុំមិនចង់ឲ្យបងប្អូនទាំងអស់ហ្នឹងចាញ់បោកគណៈបកសង្គ្រោះជាតិតទៅទៀតណាហើយសួរថាមិនក៏ចោទទៅលើគណៈបកសង្គ្រោះជាតិថាគេបោកការពិតទៅក្រមសង្គ្រោះជាតិនេះមានបណ្ដាញពីលើរហូតដល់ក្រោមគឺគេអត់ដែលមានបំណងល្អទេការពិតយើងស្រាវជ្រាវហើយនឹងវិភាសាជាមួយនឹងបងប្អូនប្រជាពលរដ្ឋនឹងថ្នាក់ដឹកនាំទាំងអស់ដែលធ្លាប់ចូលរួមក្នុងសង្គ្រោះជាតិពិនិត្យហើយយកមកវិភាគទៅឃើញថាគណៈបកសង្គ្រោះជាតិនេះគ្រាន់តែជាលេសគ្រាន់តែជារបររកស៊ីដើម្បីបំពេញក្នុងក្រុមបកពួករបស់គាត់តែប៉ុណ្្នឹងណាហើយកន្លងមកយើងនឹកឃើញថាសំរងស៊ីគាត់កើតមុនណាមុនសិទ្ធិមនុស្សបន្ទាប់មកបានសិទ្ធិមនុស្សយើងគ្មានជំរឿសយើងគាំទ្រទាំងពីរហ្នឹងគឺគាំទ្រអស់ពីចិត្តពីថ្លើមណាដូចឆ្នាំ2013នេះបងប្អូនទាំងអស់ហ្នឹងចូលរួមមិនល្មមទេគឺមានទាំងសប្បុរសជនមានទាំងនគរបាលមានទាំងយោធាដែលគាត់នៅក្នុងរដ្ឋាភិបាលហើយគាត់ជួយគាំទ្រគណៈបកសង្គ្រោះជាតិនេះតទៅទៀតផងដូច្នេះសន្ទុះ2013នេះគឺយើងឈ្នះពិតប្រាកដដោយសារបេះដូងយើងគឺចង់ឈ្នះសម្បីតែខ្ញុំដែលជាសមាជិកក្នុងគណៈបកសង្គ្រោះជាតិហ្នឹងក៏ដើម្បីចង់បញ្ជាក់ការពិតសុខចិត្តចំណាយលុយកាក់ដើម្បីលើកស្លាកគណៈបកសង្គ្រោះជាតិបើសិនណា logo ហ្នឹងគ្រាន់តែជាព្រះអាទិត្យមិនសុខចិត្តទៀតតើដាក់យកអាចាប់ដៃបានអស់ចិត្តណាតែលោកបងប្អូនច្រឡំដូច្នេះមានសន្តានចិត្តហ្នឹងគឺស្មោះត្រង់ជាទីបំផុតប៉ុន្តែផ្ទុយទៅវិញឥឡូវហ្នឹងវាចូលដល់ចំណុចរៀបចំការបោះឆ្នោតនៅឆ្នាំ2017នេះគឺជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នេះដូច្នេះយើងបានពិនិត្យបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំថ្នាក់ដឹកនាំក្នុងសង្គ្រោះជាតិក៏បានជ្រាបឃើញថាគាត់ចិញ្ចឹមតបៈពួករបស់គាត់ខ្សែស្រឡាយរបស់គាត់ម្នាក់គាត់ការពារសំរងស៊ីហ្នឹងគឺការពារផលប្រយោជន៍សំរងស៊ីទៅខ្លាចបាត់សមាជិកសមាជិកាដូច្នេះឲ្យខ្សែបណ្ដាញខាងសំរងស៊ីហ្នឹងគឺគេថែរក្សាក្រុមប្រឹក្សាដែលធ្លាប់មានហើយនោះគឺគេមិនឲ្យបងប្អូនសមាជិកសមាជិកាដែលគ្រប់គ្រងក្នុងសង្គ្រោះជាតិហ្នឹងមានសិទ្ធិដើម្បីឈរជាបេក្ខជនទេដូច្នេះគេដដើមគឺគេឈរលេខ1លេខ2លេខ3អីចឹងដល់បន្ទាប់មកទៀតបងប្អូនណាគ្រប់គ្រងបានគេដាក់បន្ទាប់ទៅទៀតដូច្នេះបំបត្តិនៅសេរីភាពរបស់បងប្អូនដែលចង់បានជ្រើសរើសតំណាងរបស់ខ្លួនហើយប្រជាពលរដ្ឋទាំងអស់យល់ថាចុះហេតុម៉េចក៏គាត់ចង់ឈរជាបេក្ខជនដែរពួកគាត់ធ្លាប់សម្គាល់មើលថាក្នុងគណៈកម្មាធិការសង្គ្រោះជាតិហ្នឹងគឺថាធ្វើការមិនត្រឹមត្រូវពុកអលួយទៅសុំកលុំស៊ីលុយស៊ីកាក់គេសុំកលុំកេងប្រវាញ់ដីធ្លីគេដូច្នេះបងប្អូនក៏មិនពេញចិត្តដែរដូច្នេះបានបងប្អូនស្ម័គ្រចិត្តឈរជាបេក្ខជនដើម្បីប្រកួតប្រជែងយកការគ្រប់គ្រងពីប្រជាពលរដ្ឋប៉ុន្តែផ្ទុយទៅវិញក្រុមសង្គ្រោះជាតិហ្នឹងគឺគេការពារមេរបស់គេគឺគេដឹងថាមេគេមិនអាចចូលស្រុកបានចឹងដូចថាផ្ដាំមកថាឯងលេងមិនដែរអញចូលស្រុកមិនបានលេងមិនការពារអាតំណែងរបស់យើងមានប្រមាណហ្នឹងឲ្យបានគង់វង្ស
តែមកអញបានចូលស្រុកដូច្នេះវាជារឿងកំណត់ក្បត់ឆន្ទៈរបស់បងប្អូនគឺគ្មានការស្មោះត្រង់ប្រជាធិបតេយ្យជ្រើសរើសដោយប្រជាប្រដ្ឋហើយនឹងការគ្រប់គ្រងពីប្រជាប្រដ្ឋដូច្នេះគេមិនបានផ្ដល់ឱកាសឲ្យបងប្អូនជ្រើសរើសតំណាងទេបានដូច្នេះសប្តាហ៍ថ្ងៃនេះក្នុងសង្គ្រោះជាតិរង្គោះរង្គើហើយរង្គោះរង្គើដោយគេដឹងច្បាស់ពីល្បិចកលរស់ស៊ីបោកកឆោតប្រជាពលរដ្ឋដូច្នេះក៏វិលត្រឡប់មកគ្រប់គ្រងសម្បុកមុំសង្គមជាតិបតៃឃើញថាមកជាបន្តបន្ទាប់ប៉ុន្តែយើងត្រូវការបងប្អូនទាំងអស់ដើម្បីសាមគ្គីគ្នាដើម្បីមានការផ្លាស់ប្ដូរពិតប្រាកដដូច្នេះសូមបងប្អូនទាំងអស់គ្នាត្រូវជឿជាក់លើសម្បុកមុំសង្គមជាតិបតៃដោយខ្ញុំប្រភេទថាយើងអត់អាចជ្រើសរើសអ្វីខុសពីហ្នឹងទេបើសង្គ្រោះជាតិបោកទៅហើយហ្នឹងយើងសង្ឃឹមថាសង្គ្រោះជាតិឥឡូវសង្គ្រោះជាតិបោកពិតប្រាកដដូច្នេះសូមបងប្អូនពិចារណាហើយបោះឆ្នោតឲ្យបានពិតប្រាកដដើម្បីជ្រើសរើសថ្នាក់ដឹកនាំយើងដើម្បីអនាគតកូនចៅយើងទាំងអស់គ្នាឲ្យផុតពីការលំបាកទាំងអស់គ្នាដូច្នេះដល់ពេលវេលាខ្លីខ្ញុំបានក៏សូមជូនពរប្រជាពលរដ្ឋទាំងអស់ទូទាំងប្រទេសនិងសូមឲ្យបានសេចក្តីសុខដីចម្រើនហើយជ្រើសរើសតំណាងរបស់យើងផ្លាស់ប្ដូរការពិតប្រកបឲ្យបានដោយសេចក្តីបំណងប្រាថ្នាសូមកុំឲ្យជួបប្រទះនឹងពួកបោកប្រាស់តទៅទៀតដូច្នេះជួបប្រទះតែអ្វីដែលអ្នកស្នេហាជាតិពិតប្រកបសម្រាប់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសសូមអរគុណចាការសំណេះសំណាលលោកមុំសុនងដូប្រធានគណៈបកសម្បុកឃ្មុំសង្គមប្រជាធិបតេយ្យជាមួយប្រជាពលរដ្ឋនៅភូមិកំពង់ស្វាយខេត្តកណ្ដាលភាគទី2នៅពេលនេះចប់តែប៉ុណ្ណេះសូមលោកស្រីបងប្អូនប្រជាពលរដ្ឋរងចាំស្ដាប់នៅភាគបន្តនៅការផ្សាយលើកក្រោយជាបន្តទៀត